រៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវិលមកជួបខ្ញុំបាទសារជាថ្មីម្ដងទៀតហើយលើកនេះខ្ញុំបានយកនៅចំណេះដឹងមួយចំនួនទាក់ទងជាមួយនឹងការចិញ្ចឹមជ្រូកលើអង្កាមដែលតពីវីដេអូមុនដែលខ្ញុំបានធ្វើចែករំលែកទៅដល់ពុកម៉ែបងប្អូនទាក់ទងជាមួយនឹងវិធីសាស្ត្រក្នុងការចិញ្ចឹមជ្រូកលើអង្កាមហើយពុំមានក្លិនស្អុយបាទអញ្ចឹងអត្ថប្រយោជន៍នៃការចិញ្ចឹមជ្រូកលើអង្កាមនេះបងប្អូនប្រជាពលរដ្ឋខ្មែរយើងគួរតែងាកមកមើលនៅវិធីចិញ្ចឹមបែបនេះជាពិសេសបងប្អូនដែលចង់ចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារបាទអញ្ចឹងបើសិនជាយើងចិញ្ចឹមជ្រូកបែបលើអង្កាមនេះលក្ខណៈគ្រួសារវានឹងបង្កភាពងាយស្រួលជូនទៅដល់បងប្អូនច្រើនជាងដែលចិញ្ចឹមនៅលើអាងស៊ីម៉ង់ត៍ហេតុអីបានខ្ញុំលើកមកថាការចិញ្ចឹមបែបលើអង្កាមនេះគឺវាមានភាពងាយស្រួលជាងការចិញ្ចឹមលើស៊ីម៉ង់ត៍បាទដូចជាបងប្អូនមើលឃើញនៅក្នុងវីដេអូនេះស្រាប់ជ្រូករបស់ខ្ញុំគឺខ្ញុំចាប់ផ្ដើមចិញ្ចឹមដំបូងហ្នឹងគឺខ្ញុំបានចិញ្ចឹមតាមបែបលើអង្កាមនេះតែម្ដងហើយមុននឹងខ្ញុំចាប់ផ្ដើមចិញ្ចឹមលើអង្កាមនេះខ្ញុំក៏បានសិក្សាតាមរយៈវីដេអូ YouTube ក៏ដូចជាតាមរយៈនៅការផ្សព្វផ្សាយផ្សេងដែលក៏អ្នកបង្កើតវេទិកាហ្នឹងដែលគាត់បានយកបច្ចេកទេសពីបរទេសមកគាត់យកមកចែករំលែកនៅក្នុង Channel YouTube របស់គាត់ហើយពេលដែលខ្ញុំបានមើលហើយខ្ញុំចាប់អារម្មណ៍ខ្ញុំក៏សម្រេចចិត្តថានឹងសិក្សាបន្ថែមឲ្យបានកាន់តែច្រើនជាមួយនឹងវិធីចិញ្ចឹមបែបនេះជាលទ្ធផលខ្ញុំបានទៅសិក្សាពីរបៀបនៃការចិញ្ចឹមលើអង្កាមនេះទាំងនៅក្នុងស្រុកក៏ដូចជាចេញទៅខាងប្រទេសថៃដើម្បីទៅមើលនៅកសិដ្ឋានខាងប្រទេសថៃដែលគេធ្វើការចិញ្ចឹមជ្រូកលើអង្កាមនេះយូរឆ្នាំណាស់មកហើយក៏គេទទួលបាននៅទិន្នផលគួរជាទីគាប់ចិត្តផងដែរបាទអញ្ចឹងពេលដែលខ្ញុំចេញទៅរៀននៅប្រទេសថៃជាមួយបងប្អូនសិក្ខាកាមយើងប្រហែលជា6 7នាក់ផ្សេងទៀតហ្នឹងឃើញថាការចិញ្ចឹមជ្រូកលើអង្កាមនៅស្រុកថៃនោះគឺម្ចាស់កសិដ្ឋានគាត់មានចំនួនជ្រូកច្រើនខ្លាំងមែនទែនគាត់មានមេជ្រូករហូតដល់រាប់រយហើយជ្រូកសាច់រហូតដល់រាប់ពាន់ក៏ប៉ុន្តែគាត់ប្រើបុគ្គលិកដូចជា5នាក់ទេពេលដែលខ្ញុំចុះទៅដល់កសិដ្ឋានគាត់ផ្ទាល់ហ្នឹងអញ្ចឹងជ្រូកច្រើនមែនទែនតែគាត់ប្រើពលកម្មហ្នឹងគឺតិចមានន័យថាការចិញ្ចឹមបែបនេះគឺងាយស្រួលយ៉ាងដូចម្ដេចងាយស្រួលថាវាមិនមានបង្កនៅក្លិនមិនល្អហើយវាងាយស្រួលក្នុងការមើលថែទាំទៀតផងប្រសិនបើយើងចិញ្ចឹមជ្រូកលើស៊ីម៉ង់ត៍លាមកជ្រូកគឺយើងត្រូវបង្ហូរចោលហើយមានផលប៉ះពាល់ជាពិសេសគឺក្លិនរំខានទាំងនៅក្នុងក្រុមគ្រួសារក៏ដូចជានៅក្នុងសហគមន៍ក៏ប៉ុន្តែបើស្និទ្ធជាយើងចិញ្ចឹមនៅលើអង្កាមនេះលាមករបស់វាគឺមិនស្អុយទេមិនត្រឹមតែមិនស្អុយទេគឺយើងអាចយកលាមកជ្រូកនោះធ្វើជាជីលក់បានចំណូលមួយជ្រុងទៀតបាទហើយតាមដែលខ្ញុំទៅសិក្សានៅប្រទេសថៃបានសួរទៅកាន់ម្ចាស់កសិដ្ឋានតាមរយៈអ្នកបកប្រែគឺគាត់បានប្រាប់ថាក្នុងមួយឆ្នាំគាត់អាចលក់លាមកជ្រូកបានរាប់ម៉ឺនដុល្លារបាទអញ្ចឹងបងប្អូនស្ដាប់មិនច្រឡំទេគ្រាន់តែលាមកជ្រូកទេគឺលក់បានរាប់ម៉ឺនដុល្លារតើគាត់លក់យ៉ាងដូចម្ដេចទើបបានចំណូលច្រើនម្ល៉េះបាទអញ្ចឹងតាមការចុះទៅសិក្សាសួរគាត់ពីរបៀបនៃការលក់លាមកនោះគឺគាត់បានយកលាមកជ្រូកនោះទៅដាក់ហាលសម្ងួតហើយគាត់យកច្រកចូលក្នុងបាវដែលមានវាយ logo ក៏ដូចជាសមាសភាពជីនៅក្នុងលាមកជ្រូកដែលគាត់យកទៅពិនិត្យនៅក្នុង labo ដើម្បីចេញមកហ្នឹងនៅលើថង់លើបាវដែលគាត់លក់ហ្នឹងហើយគាត់ខ្ចប់ក្នុងមួយថង់ឬមួយបាវ5គីឡូហើយគាត់លក់បានដូចជាបើតាមខ្ញុំចាំមិនខុសទេប្រហែលជាង20 បាតបាទអញ្ចឹងបងប្អូនសាកសម័យមើលលាមកជ្រូក5គីឡូលក់បានជាង20 បាតអញ្ចឹងតើជ្រូករាប់ពាន់ក្បាលរបស់គាត់ផ្ដល់លាមកប្រមាណដែរក្នុងរយៈពេល1ឆ្នាំបាទហើយការចិញ្ចឹមទៀតសោតគឺគាត់មិនប្រើចំណីការ៉ុង 100%ទេគឺគាត់ប្រើចំណីរបស់រោងចក្រលាយជាមួយនឹងវត្ថុធាតុដើមដែលគាត់អាចរកបាននៅក្នុងមូលដ្ឋានរបស់គាត់បាទតាមដែលយើងចុះទៅមើលជាក់ស្ដែងគឺគាត់បដោតទៅលើចំណីមួយធំទៀតដែលកាត់បន្ថយចំណាយទៅលើចំណីនោះគឺផ្អកដើមចេកបាទអញ្ចឹងការធ្វើផ្អកដើមចេកនេះគឺកាត់បន្ថយចំណាយទៅលើចំណីបានច្រើនមែនទែនច្រើនខ្លាំងមែនទែនបងប្អូនសាកសម័យមើលដើមចេកក្នុងមួយដើមតើវាមានទម្ងន់ប៉ុន្មានហើយយកមកធ្វើជាចំណីហើយចំណីនៅទៀតសោតគឺផ្ដល់នូវសារជាតិចិញ្ចឹមល្អទៅដល់ជ្រូករបស់ពួកគាត់ដែលគាត់ចិញ្ចឹមទៀតបាទហើយការចិញ្ចឹមនៅលើអង្កាមនេះគឺជំងឺដែលកើតឡើងនៅលើសត្វជ្រូកគឺមានតិចបំផុតតាមដែលបទពិសោធន៍ដែលខ្ញុំធ្លាប់ធ្វើកន្លងមក
គឺជំងឺតិចបំផុតជំងឺតិចបំផុតហ្នឹងមានន័យថាការចម្លងរោគទៅលើសត្វជ្រូកនៅក្នុងទ្រុងគឺចម្លងរហ័សជាងគេតាមរយៈក្រចករបស់សត្វជ្រូកអញ្ចឹងទើបតម្រូវឲ្យម្ចាស់កសិដ្ឋានធ្វើការសម្អាតនៅទ្រុងជាប្រចាំកុំឲ្យមានជាប់លាមកពីព្រោះអីជ្រូកវាដើរលើស៊ីម៉ង់ហ្នឹងវាអាចមុតវាអាចកោតវាអាចរយះកញ្ចក់ជើងវាហ្នឹងអញ្ចឹងមេរោគគឺចាប់ផ្ដើមឆ្លងចូលតាមនោះធ្វើឲ្យជ្រូករបស់គាត់ចាប់ផ្ដើមមានជំងឺគេហៅថាផ្ទុះជំងឺនៅក្នុងទ្រុងបាទហើយជំងឺនេះទៀតសោតវាមានផ្ទុះនៅខាងក្នុងនិងផ្ទុះនៅខាងក្រៅជំងឺដែលផ្ទុះពីខាងក្រៅមកមានដូចជាប៉េះអាហ្វ្រិកមានដូចជាជំងឺត្រចៀកខៀវឬក៏ជំងឺអាសន្នរោគអីផ្សេងពីខាងក្រៅមកឯការផ្ទុះនៅខាងក្នុងនេះគឺផ្ទុះដោយសារការដំម៉ៅឬក៏តាមរយៈការលាមករបស់វាឬក៏តាមរយៈជាងទិញសត្វជ្រូកពីប្រភពផ្សេងគ្នាមកហើយប្រភពមួយចំនួននោះគឺមានឆ្លងជំងឺមកស្រាប់អញ្ចឹងពេលដែលផ្ទុះបែបនេះគឺវាបណ្ដាលឲ្យសត្វជ្រូករបស់យើងហ្នឹងគឺមានជំងឺហើយយើងនឹងខាតបង់បាទមួយវិញទៀតសត្វជ្រូកចិញ្ចឹមលើអង្កាមនេះគឺមិនប្រឈមជាមួយនឹងការរយះឬក៏ការមុតដំៅកញ្ចក់ឬក៏ដំៅទៅលើខ្លួនទេដោយសារអង្កាមវាទន់ហើយសារជាតិរបស់សត្វជ្រូកទៀតសោតក៏វាចូលចិត្តឈ្មោះវាចូលចិត្តលេងអញ្ចឹងពេលណាដែលវាបានឈ្មោះវាបានលេងគឺធ្វើឲ្យសត្វជ្រូកនោះគឺមានសុខភាពល្អហើយវាមិនមានការ stress នៅក្នុងខ្លួនវាអញ្ចឹងធ្វើឲ្យសត្វទាំងអស់នោះគឺមានចលនារហូតបងប្អូនក៏លេខទៅមើលការចិញ្ចឹមជ្រូកលើស៊ីម៉ង់ហើយនិងការចិញ្ចឹមលើអង្កាមនេះគឺមានលក្ខណៈខុសគ្នាចំពោះកាយវិការរបស់សត្វជ្រូកការចិញ្ចឹមលើស៊ីម៉ង់ភាគច្រើនគឺជ្រូកចូលចិត្តដេកហេតុអីមកវាចូលចិត្តដេកដោយសារអីវាដើរពិបាកក្នុងការដើរវាអាចរអិលវាអាចធ្វើឲ្យវាពិបាកក្នុងការដើរចឹងវាចូលចិត្តដេកទេតែដោយឡែកការចិញ្ចឹមលើអង្កាមដែលខ្ញុំដកពិសោធន៍ខ្លួនឯងនេះឃើញថាសកម្មភាពរបស់សត្វជ្រូកគឺមានសកម្មភាពច្រើនជាងដោយសារអីដោយសារវាអាចទៅឈ្មោះដីបានដោយសារវាអាចទៅលេងរត់ប្រឡែងគ្នាបានណាហើយធ្វើឲ្យសត្វជ្រូកនោះអត់កាចទេបងប្អូនជ្រូកលើស៊ីម៉ង់មួយចំនួនគឺកាចណាស់ដោយសារវាធុញថប់វា stress ដូចមនុស្សយើងអញ្ចឹងគេហៅកពុលមុខអញ្ចឹងពេលដែលមានសត្វមន់ឬក៏សត្វអីចូលឬក៏គ្នាវាអីតែមិនស្រួលទេវាខំគ្នាតែម្ដងហើយជាពិសេសគឺកន្ទុយរបស់សត្វជ្រូកហ្នឹងតែម្ដងបងប្អូនតែចំណាំឃើញជ្រូកជាច្រើនដែលចិញ្ចឹមនៅលើសាបនៅលើស៊ីម៉ង់ហ្នឹងគឺគេកាត់កន្ទុយដោយសារអីដោយសារពេលដែលវា stress វាអបសុកវាកពុលមុខវាខំកន្ទុយគ្នាអញ្ចឹងកាលណាខំកន្ទុយគ្នាវាធ្វើឲ្យរបួសអញ្ចឹងកាលណារបួសវាធ្វើឲ្យជ្រូកខ្សោយបាទអាហ្នឹងហើយដែលជាដើមហេតុដែលគេកាត់កន្ទុយហើយមួយទៀតគេកាត់កន្ទុយឲ្យវាឆាប់ធំបាទអាការកាត់កន្ទុយហ្នឹងក៏វាជួយជំរុញនៅការលូតលាស់ដែរអាហ្នឹងបើតាមដែលខ្ញុំសាកសួរទៅដល់បងប្អូនយើងមួយចំនួនដែលគាត់មានបទពិសោធន៍ច្រើនក្នុងការចិញ្ចឹមជ្រូកបាទអញ្ចឹងសម្រាប់ការចិញ្ចឹមជ្រូកលើអង្កាមនេះគឺវាមានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់បងប្អូនដែលចង់ចិញ្ចឹមលក្ខណៈគ្រួសារដូចខ្ញុំបានបញ្ជាក់ទៀតអញ្ចឹងបើសិនជាយើងចិញ្ចឹមតាមលក្ខណៈគ្រួសារបងប្អូនគួរតែជ្រើសរើសយកវិធីមួយនេះដោយសារវាមានភាពងាយស្រួលជាងហើយវាទទួលបានផលច្រើនជាងហើយចំណែកឯការលូតលាស់ធំធាត់របស់វាវិញគឺវាខុសគ្នាបន្តិចបន្តួចរវាងការចិញ្ចឹមនៅលើស៊ីម៉ង់ហើយនិងការចិញ្ចឹមនៅលើអង្កាមប៉ុន្តែវាមិនមែនផ្ដោតតែលើវិធីចិញ្ចឹមតែមួយមុខទេគឺវាផ្ដោតទៅលើចំណីដែលបងប្អូនបានផ្ដល់ឲ្យវាដែរបាទដូចជ្រូករបស់ខ្ញុំគឺខ្ញុំមានស្មៅមានដើមចេកមានត្រកួនមានបន្លែផ្សេងលាយទៅឲ្យវាស៊ីដូចតែបងប្អូនឃើញនៅក្នុងវីដេអូនេះស្រាប់អញ្ចឹងការលូតលាស់របស់វាពិតណាស់វាមិនអាចលូតលាស់លឿនស្ទុះដោយការដែលយើងចិញ្ចឹមនៅលើអាងស៊ីម៉ង់ទេព្រោះអីព្រោះសារជាតិដែលគេដាក់នៅក្នុងចំណីបាវ 100% នោះគឺពេលដែលជ្រូកស៊ីទៅគឺវាឆាប់លូតលាស់ធំធាត់ដែលឡែកសម្រាប់ការដែលយើងឲ្យចំណីធម្មជាតិចំណីមានលាយបន្លែផ្លែឈើឬក៏ស្មៅនេះគឺវាកាត់បន្ថយការលូតលាស់របស់សត្វក៏ពិតមែនក៏ប៉ុន្តែវាបានហុចផលល្អមកវិញគឺវាផ្ដល់នៅសាច់ដែលមានគុណភាពល្អសាច់ដែលមានគុណភាពល្អគឺផ្ដោតទៅលើសាច់ដែលមានឱជារសនិងសាច់ដែលអាចទុកបានយូរដោយមិនមានការប្រែពណ៌ដោយបងប្អូនធ្លាប់ទិញសាច់ជ្រូកយកមកហូបពីទីផ្សារគឺបងប្អូនទុកពេលដែលបងប្អូនទុកវាភ្លេចខ្លួនគឺសាច់ជ្រូកនោះគឺទៅជាខៀវតែម្ដងប្រែពណ៌ទៅជាខៀវហើយមានក្លិនស្អុយតែដែលឡែកសម្រាប់ជ្រូកដែលខ្ញុំចិញ្ចឹមនេះខ្ញុំបានដកពិសោធន៍ខ្ញុំយកទៅធ្វើជាម្ហូបខ្ញុំកាត់វិសាកមើលគឺពុំមានជួបបញ្ហានោះទេមានន័យថាយើងអាចចងព្យួរឬក៏ទុកបានយូរជាងបាទរយៈពេលអាចលើសពី12ម៉ោងតិចតួចក៏វាមិនប្រែប្រួលទៅជាមានក្លិនស្អុយហើយពណ៌ខៀវដែរបាទអញ្ចឹងសម្រាប់
ចំណេះដឹងមួយនេះដែលខ្ញុំបានធ្វើនេះគឺចង់ចែករំលែកជូនពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍ស្រឡាញ់ក្នុងការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារជាពិសេសទៅលើសត្វជ្រូកនេះតែម្ដងបាទដោយសារទីផ្សាររបស់យើងឥឡូវចាប់ផ្ដើមមានទីផ្សារល្អហើយចំពោះសត្វជ្រូកហើយណាមួយទៀតវាជួនពេលដែលប្រទេសថៃបាទគឺមានផ្ទុះជំងឺទៅលើសត្វគោអញ្ចឹងវាធ្វើឲ្យការនាំចូលសត្វក្រសួងកសិកម្មក៏បានបិទមានន័យថាមិនឲ្យមានចរាចរណ៍សាច់សត្វមកពីបណ្ដាប្រទេសជិតខាងទេអញ្ចឹងជាឱកាសមួយល្អសម្រាប់ប្រជាពលរដ្ឋខ្មែរយើងដែលចាប់ផ្ដើមចិញ្ចឹមហើយការចាប់ផ្ដើមទៀតសោតបងប្អូនកុំបាច់លោភធ្វើច្រើនបងប្អូនអាចមានទ្រុងល្មមហើយទ្រុងមើលតាមគំរូរបស់ទ្រុងខ្ញុំទៅគឺចំណាយដើមទុនអស់តិចមែនទែនហើយយើងសាកល្បងត្រឹម5ក្បាលអីទៅទិញកូនជ្រូក5ក្បាលអីទៅដើម្បីសាកល្បងមើលហើយបើសិនជាយើងសាកល្បងហើយយើងទទួលបានផលល្អហើយចាំបងប្អូនពង្រីកបន្ថែមក៏វាមិនទាន់ហួសពេលដែរជាជាងដែលយើងឃើញថាអូជាឱកាសល្អយើងចាប់ផ្ដើមច្រើនតែម្ដងពេលដែលយើងចាប់ផ្ដើមច្រើនគឺពេលខ្លះយើងពិបាកក្នុងការគ្រប់គ្រងវាឲ្យទទួលបានប្រសិទ្ធភាពខ្ពស់គឺយើងពិបាកច្រើនតែបើសិនតែយើងធ្វើតិចមានន័យថាយើងងាយស្រួលគ្រប់គ្រងហើយយើងអាចធ្វើនៅកត់ត្រានៅចំណូលចំណាយក៏វាមានភាពងាយស្រួលដើម្បីឲ្យយើងដឹងថាតើចាប់ដើមចិញ្ចឹមតាំងពីធ្វើទ្រុងទិញចំណីទិញពូជហ្នឹងវាអស់ប្រមាណហើយពេលដែលយើងលក់យើងអាចលក់ក្នុងតម្លៃបានប្រមាណហើយសម្រាប់ជ្រូកដែលចិញ្ចឹមលើអង្កាមនេះគឺតម្លៃរបស់វាគឺលក់ចេញទៅលើទីផ្សារគឺបានខ្ពស់ជាងជ្រូកដែលគេចិញ្ចឹមលើស៊ីម៉ង់ឬក៏ជ្រូកដែលគេចិញ្ចឹមជាលក្ខណៈក្រុមហ៊ុនបាទគឺតម្លៃវាល្អមែនទែនហើយដូចបងប្អូនឃើញនៅក្នុងវីដេអូស្រាប់អញ្ចឹងខ្ញុំមានទទួលតាមកម្មវិធីផ្សេងដែលគាត់ចង់បានសាច់ជ្រូករបស់យើងយកទៅធ្វើជាម្ហូបញ៉ាំជុំគ្នាបាទលក្ខណៈជួបជុំក្រុមការងារហ្នឹងគឺខ្ញុំមានទទួលឲ្យបងប្អូនមើលទៅលើសាច់ជ្រូកដែលខ្ញុំបង្ហាញនៅក្នុងវីដេអូនេះគឺជាសាច់ជ្រូកដែលចិញ្ចឹមផ្ទាល់នៅក្នុងកសិដ្ឋានតែម្ដងបាទអញ្ចឹងឃើញថាវាល្អខ្លាំងណាស់សាច់របស់វាគឺសាច់ស្អាតមែនទែនបាទហើយអញ្ចឹងយើងញ៉ាំទៅក៏វាផ្ដល់នៅជារសឆ្ងាញ់ហើយវាស្និទ្ធក្នុងការញ៉ាំបាទអញ្ចឹងនៅក្នុងវីដេអូនេះចង់ចែករំលែកបងប្អូនតែប៉ុណ្្នេះទេហើយបងប្អូនមានចំណាប់អារម្មណ៍ចង់រៀនចិញ្ចឹមជ្រូកនៅលើអង្កាមនេះបងប្អូនអាចតាក់ទងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទនៅក្នុង comment គឺ016 839 939បាទអញ្ចឹងសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត